បាទសូមគោរពនឹងជំរាបសួរប្រិយមិត្តទស្សនិកជនយើងឥឡូវនេះមានការភ្ញាក់ផ្អើលមួយនៅតាមបណ្ដោយផ្លូវ592ក្នុងសង្កាត់បាទបង្កក់ទី2បាទខណ្ឌទូកករាជធានីភ្នំពេញបាទគឺមានបរិសុទ្ធវ័យ20ឆ្នាំជាង30បាទវ័យ30ឆ្នាំជាងបាទបានធ្វើដំណើរនឹងរមាស់របស់គាត់នេះបាទដែលខ្ញុំចោលនេះពណ៌ផ្កាឈូកណាបាទធ្វើដំណើរពីអ្នកប្រពន្ធដើម្បីទៅលក់បាទប្រហិតនិងសាច់ក្រកបាទប្រិមត្តមកដល់ត្រង់ចំណុចលើផ្លូវ598កែងនឹងផ្លូវ307បាទក៏បណ្ដាលឲ្យគាត់វិលមុខគាត់ប្រាប់ពុនគាត់ថាគាត់វិលមុខបាទប្រិមត្តយើងហើយក៏បានបើកលំអនឹងជាប់រែទៀតបាទដោយសារគាត់ស្លន់ក៏យ៉ាងម៉េចបាទមកបុកទៅកង់3ឥណ្ឌាមួយគ្រឿងទៀតបានធ្លាក់បាទប្អូនប្រុសហើយក៏ប្រពន្ធស្រែកឆោឡោដើម្បីឲ្យមានអ្នកជួយបណ្ដាអកុសលគឺជួយអត់បានទេបាទដោយរថយន្តសមុយបានមកដល់ទីតាំងនេះផងដែរបានបាទពិនិត្យនិងចលនាបេះដូងក៏ជួយអត់បានដែរឥឡូវនេះគឺគាត់បានស្លាប់បាត់បង់ជីវិតទៅហើយបាទទាំងវ័យក្មេងតែម្ដងបាទនេះជារទេះរបស់គាត់បាទប្រិមត្តយើងបាទនេះរទេះរបស់គាត់ហើយអ្នកស្លាប់គឺនៅខាងនោះបាទបងប្អូនជាប្រវត្តិកំពុងតែនៅចំណុចនេះបាទនេះរទេះបាទរមាស់របស់គាត់ណាបាទតែគាត់ត្រូវទៅលក់បាទប្រហិតសាច់ក្រកអីហ្នឹងបាទតែអកុសលមិនទាន់ទៅដល់កន្លែងលក់ផងក៏បានខ្យល់កបាទបឋមគឺស្លាប់មួយរំពេចភ្លាមតែម្ដងបាទយើងឃើញហើយបាទអាការស្រែកត្រហូយំពីសាច់ញាតិរបស់គាត់បាទប្រិមត្តបាទឥឡូវយើងឃើញថាជំនាញកសលវិច័យលោកក៏មានវត្តមានមកដល់ទីតាំងនេះដែរបាទប្រិមត្តណាបាទយើងឃើញហើយការស្រែកត្រហូយំបាទពីប្រពន្ធបងប្អូនប្រុសបាទយើងឃើញថាប្អូនប្រុសមានវ័យទៅតែ30ឆ្នាំជាងទេបាទប្រិមត្តហើយយើងអត់ទាន់ដឹងថាឈ្មោះអ្វីនៅឡើយទេដោយសារយើងពិបាកនឹងសាកសួរទៅដល់សាច់ញាតិរបស់គាត់ណាគាត់កំពុងតែមានទុក្ខជាទម្ងន់ដោយបាទបងប្អូននិងប្តីរបស់គាត់បាទបានស្លាប់បាត់បង់ជីវិតបាទដោយមូលហេតុបឋមគឺខ្យល់កនៅតាមបណ្ដោយផ្លូវបាទ590អធិស្ឋាន592បាទប្រិមត្តយើងហើយនេះជារទេះបាទរបស់គាត់ណាបាទរទេះរបស់គាត់បាទនេះជារទេះរបស់គាត់ត្រូវដឹកប្រពន្ធរបស់គាត់យកទៅលក់បាទប្រហិតនិងសាច់ក្រកបាទប្រិមត្តយើងប៉ុន្តែអកុសលមិនទាន់ទៅដល់ទីតាំងកន្លែងគាត់លក់ផងគាត់ក៏បានខ្យល់កបាទធ្លាក់ពីលើរទេះនិងរមាស់របស់គាត់នេះបាទស្លាប់យ៉ាងអនាធមនៅលើផ្លូវ592យើងនេះផងដែរបាទយើងឃើញហើយនេះបាទនេះជារទេះរបស់គាត់បាទប្រិមត្តហើយយើងឃើញថាគឺបង្កមានការភ្ញាក់ផ្អើលខ្លាំងតែម្ដងបាទបាទឥឡូវយើងឃើញថាបង្កមានការភ្ញាក់ផ្អើលខ្លាំងបាទនៅទីតាំងនេះផងដែរបាទប្រិមត្តណាបាទឥឡូវយើងឃើញថាកម្លាំងជំនាញផ្នែកចក្ខុកសលវិច័យបាទរបស់រាជធានីភ្នំពេញលោកក៏មានវត្តមានមកដល់ទីតាំងនេះផងដែរបាទជួយ share និងចែករំលែកបាទម្នាក់មួយផងបាទឥឡូវយើងឃើញហើយគឺបងអូនប្រុសយើងអត់ទាន់ដឹងថាឈ្មោះអ្វីនៅឡើយទេប៉ុន្តែអាយុរបស់គាត់ទើបតែ30ឆ្នាំជាងទេណាដោយសារក្រុមការងារយើងមិនបានសួរទៅដល់សាច់ញាតិដោយសារសាច់ញាតិរបស់គាត់កំពុងតែមានទុក្ខហើយយើងមិនអាចសាកសួរលម្អិតបានទេ
mua thế bóng tan rồi tăng á tan á mua tan sờ vi ba một là bò ba quát cứ lụa bà hát nâng sạch cọ hot dog bà phải mặt dương đó bà tại sao quát vừa đầm ná tới lại lụa bàn tay ạc xóa mình toàn ban được đó lại lụa phong cho co slap nơi lơ lơi pram cài sập tầm bấy khai sập pin đi tạm đong bàยังคืนทางกำลังสมัครกัจนายมูลทานบ่ารวมแต่กำลังสมัครกัจบาปนายจะคุกสอบใจบาปเชียซาบริตินีนุ่มเป็นกับบานมาดอลติตังนี้ได้บ่ากำปงตาสะกาขึ้นจะมวยนึงกำลังพนัยรัฐบาลเป้าในคันทุกข์บ่ยืนบ่จังชูเซียนใจจะรำเลิศบ่เนี่ยมวยตีกะในที่พ้องบ่เป็นมาได้กูนาทอมตัวดอลปะปนบ่ควดบ่เติบแต่โกนในโตเจ็บบ่เป็นมายืนบ่ยังเคยให้กะในนี่บ้าช่วยเสื้อนักใจทำไรบ้างนะเขากันนั่งกันđược nhom trắng hay gì đấy đó gặt cho làm đấy đã trong chưa trong này u là cho tao năng có năng hay gì riêng bàn chơi tôi chôn và cứ nộp lời ram cà phê và lời cùng đẹp nhà phép và lời xanh như con là dùng strike cùng là dùng strike rồi hồ dùng rồi nó có đây và có cà phê chưa có rồi và một ông ghi group của chuyện ra tiên là play của buôn hàng phi dùng cắt bông cọ phi rồi thiệp bò ron là thang bông cọ phi mà chia cả sau đài khá lắm không coi mình cà phê ao chậm ra tiếp bom phải mất ngõ cái đấy bằng từ mình cả so cơ bò mình nè chỉ rồi mò lu hạt nó lu hạt đốc bạc so cơ slap đua liềm cái lại cả theoไปบ้านโตรวมเป็นกำลังมาตะกัดมูลทานนึงมากัดซอยใจประมาณจอกก็เลยcái là cô bà lập lời làm cà pi thật lời xanh như cặp bông là từ hồ dung sau đai đúng không
bà lấy hắn lấy lược sọt đà la nói bà cho đà la nói có con chưa cóអត់យើងបាទហ្នឹងហើយប្រិមត្តរថយន្តយើងឥឡូវនេះសាកសពគឺត្រូវបានសាច់ញាតិបាទដឹកតាមរថយន្តបាទបលែនមួយគ្រឿងនេះយកទៅតម្កល់បាទនៅឯវត្តថ្លាហើយបាទប្រិមត្តណាបាទចឹងគួរឲ្យអាណាធម៌សម្រាប់បងប្រុសដែលធ្វើដំណើរយកសាច់ក្រកបាទនឹងរមាក់នេះបាទប្រិមត្តយើងបាទរមាក់នេះបាទរមាក់នេះគឺគាត់ត្រូវយកទៅកន្លែងលក់តែអកុសលមិនទាន់បានទៅដល់កន្លែងលក់ផងក៏មានការវិលមុខបាទវិលមុខហើយប្រាប់ប្រពន្ធថាអូនអើយបងវិលមុខបាទតែអកុសលជាប់ហ្គាម៉ូតូរបស់គាត់ហ្នឹងគឺបាទបានបុកទៅនឹងកង់3មួយគ្រឿងទៀតហើយក៏ធ្លាក់អូនប្រុសបាទប្រិមិត្តធ្លាក់អូនប្រុសទៅនឹងខ្នល់ហើយប្រពន្ធហ្នឹងគ្រាកងស្រែកឆោឡោហៅបងប្អូនជាប្រវត្តិដើម្បីឲ្យជួយប៉ុន្តែអកុសលគឺជួយអត់បានទេបាទប្រិមិត្តយើងបាទគឺបងប្រុសបានដាច់ចោលស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុផងដែរបាទឥឡូវសាកសពគឺត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃនេះនៅឯវត្តទឹកខ្លាហើយបាទប្រិមិត្តណាអធិស្ឋានវត្តពូជតុងបាទប្រិមិត្តយើងឥឡូវត្រូវបានដឹកតាមរថយន្តបាទសាច់ញាតិរបស់គាត់ទៅហើយបាទអរគុណច្រើនសម្រាប់ប្រិមិត្តរថយន្តយើងដែលចំណាយពេលវេលាដ៏មានតម្លៃដល់ការតាមដានបាទនឹងរកការផ្សាយចេញពីអង្គភាពយើងខ្ញុំបាទដូចជាខ្ញុំបាទព័ត៌មានមួយរួមទាំងសែនសុខ12បាទនៅទីតាំងនេះផ្ទាល់គោរពលាសម្រាប់បងប្អូនពុកម៉ែបិទ